កំពុងណាត់ជួបមិត្តស្រីប៉ះចំម្ដាយក្មេកមិត្តស្រីភ័យរៀបនឹងរត់ធ្វើអីហ្នឹងម្ដាយខ្ញុំសុងលីងនឹកឃើញចរិតម្ដាយក្មេកក៏ដកខ្លួនរត់ចេញភ្លាមទុកមិត្តស្រីឈរឆ្ងល់តែឯងក្រោយមកពួកគេក៏លាក់ខ្លួនតែម្ដាយមីងចៅបែរជាដើរត្រង់មកខាងនេះឃើញតែសុងលីងកំពុងអង្គុយលាក់ខ្លួនសង្ស័យនាងមើលទៅស្គាល់នាងចង់ចូលទៅមើលឲ្យច្បាស់ទោះសុងលីងលាក់មុខក៏ដោយក៏នៅតែគេចំណាំបានជំទាវមីងទី6ធ្វើអីធ្វើឲ្យខ្ញុំភ្ញាក់អូខ្ញុំកំពុងរករបស់ដែលជួបបន្តិចអ្នកមកមុនគេម្ដាយចៅដឹងថាកូនស្រីនៅក្បែរគាត់ហៅឈ្មោះកូនភ្លាមសុងលីនថាពួកគេមិននៅជាមួយគ្នារងចាំម្ដាយចៅទៅឆ្ងាយទើបខ្សឹបហៅចៅហ្វាងចេញមកដូច្នេះពួកគេគេចផុតគ្រោះថ្នាក់ថ្ងៃបកម្ដាយចៅប្រាប់កូនស្រីគាត់ទៅដើរលេងផ្ដាំឲ្យនាងថែខ្លួនសុងលីនមកស្នាក់នៅផ្ទះចៅហ្វាងភ្លាមឥឡូវទីបំផុតពួកគេលែងលួចលាក់ពេលអ្នកទាំងពីរត្រៀមបោះជំហានទៅមុខរំពេចនោះកណ្ដឹងទ្វាររត់សំឡេងម្ដាយក៏បន្លឺតាមមកចៅហ្វាងស្មានមិនដល់ម្ដាយបែរជាមកឆែកបន្ទប់ភ្លាមធ្វើឲ្យនាងភ័យស្លន់ស្លោនាងចង់ឲ្យសុងលីនលាក់តែគេថាបើខ្លាចជាគូស្នេហ៍ត្រូវឆ្លងកាត់រឿងនេះគេសម្រេចចិត្តប្រឈមមុខចៅហ្វាងភ័យទប់មិនបានសុងលីនត្រូវលាក់ខ្លួនលើយ៉ម្ដាយចៅហ្វាងមកដល់ក៏គយគុណមើលក្នុងទូខោអាវហើយទាញវាំងនៅយ៉បន្ទប់ដេកទៀតសំបីតែបន្ទប់ទឹកក៏រកដែររកមើលក្នុងបង្គន់ទៀតអ្នកភ័យហ៎ខ្ញុំមិនភ័យទេត្រូវភ័យរឿងអីចៅហ្វាងរអ៊ូអន្ទះអន្តែងនាងឃើញទឹកមុខចៅហ្វាងដូចគ្នាតែងតែគិតថាគាត់លាក់ជាក់ស្ដែងគឺភ័យឃើញម៉ាក់ចិត្តទៅឆែកដល់យ៉ហើយចៅហ្វាងក៏ភ័យភ្លាមម៉ាក់អ្នកធ្វើអីហ្នឹងថ្ងៃនេះខ្ញុំត្រូវទៅបើកក្រុមហ៊ុននៅមុខអគារអ្នកនេះពិតជាមានជំងឺត្រូវតែហាត់ហើយតើម្ដាយសង្ស័យពេលឃើញកាយវិការខុសរឿងសម្ងាត់ភាពនឹងបែកធ្លាយសុងលូមកទាន់ពេលដោះស្រាយគាត់ត្អូនសុងលីនដេកមិនក្រោកសូមឲ្យម៉ាក់ចៅហ្វាងជួយធ្វើម្ហូបម្ដាយចៅហ្វាងក៏ឈប់រកមើលទៀតភ្លាមគាត់បែរទៅផ្ទះបាយធ្វើម្ហូបចៅហ្វាងនិងសុងលូក៏ឆ្លៀតឱកាសនេះនាំសុងលីងចេញទៅស្ងាត់តែនៅស្ងាត់ពេលសុងលីងលោតត្រឡប់ទៅលើសាឡុងវិញស្រាប់តែផំឬសូខ្លាំងមួយរំពេចអ្នកណាគេមិនក៏ហ៊ានផំអីចឹងធ្វើឲ្យម្ដាយភ្ញាក់ផ្អើលសុងលូប្រញាប់សារភាពគាត់រួចផុតពីនោះសុងលឹងឆ្លៀតឱកាសរត់ចេញពីនេះភ្លាមម៉ាក់ធ្វើស្អីម៉ាក់មានជំងឺឬអ្នកហេតុអ្វីអ្នកស្រែកខ្ញុំគ្រាន់តែសួរហាឈួតមែនទេពេលរួចផុតពីខ្លាចសុំមិនបានសួរចៅហ្វាងគេដោះស្រាយរឿងនេះយ៉ាងណាចៅហ្វាងថាចង់ពិភាក្សារកដំណោះស្រាយគាត់ផ្ញើសារទៅសុងលីនស្រាប់តែឮម្ដាយនិយាយប្រញាប់ដាក់ទូរស័ព្ទក្រោយម្ដាយបិទទូរស័ព្ទសួរចៅហ្វាងថាគិតយ៉ាងណាពេលចៅហ្វាងហាបមាត់ម្ដាយកាត់មិនឲ្យតាក់ទងសុងលីនព្រោះគិតថាគេស្រឡាញ់តែមួយឆាវប៉ុណ្ណោះម្ដាយស្អប់សុងលីនណាស់ចៅហ្វាងចង់ឲ្យម្ដាយស្គាល់សុងលីនតែម្ដាយតវ៉ាខ្លាំងណាស់ចង់ឲ្យនាងមានស្នេហាស្ងប់ស្ងាត់ស្ថិរភាពហ៊ានស្រឡាញ់សុងលីននឹងត្រូវកំចាត់ចោលភ្លាមចៅហ្វាងរវល់នៅស្ទូឌីយោសុងលីនក៏ទូរស័ព្ទមកគាត់ស្នើថាពេលអស់រវល់គូជួបប៉ាចៅហ្វាងឲ្យស្គាល់គ្នាធ្វើខ្លួនល្អចៅហ្វាងថាគុំលួងលោមគាត់ពេកប៉ាមិនចូលចិត្តលេបខាយសម្រាប់ចិត្តនិយាយលួចលាក់ថាឲ្យកាដូល្អគាត់ថាអ្នកទាំងពីរឆ្លងកាត់ច្រើនអនាគតនឹងរីកចម្រើន